បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាសារជាថ្មីនៅក្នុងវីដេអូរបស់លោកគ្រូចិនសែម៉ុងថ្ងៃនេះគឺខ្ញុំនិយាយអំពីប្រធានបទមួយពាក់ព័ន្ធជាមួយនឹងឆ្នាំសយប្រចាំខែ6អញ្ចឹងឆ្នាំសយប្រចាំខែ6នៅក្នុងឆ្នាំ2025នេះគឺយើងមានឆ្នាំសយរហូតដល់2ឆ្នាំនៅក្នុងនោះមានឆ្នាំជូតហើយនៅក្នុងមានឆ្នាំមមីអញ្ចឹងយើងមានតែ2ឆ្នាំទេដែលឆុងរៀងធ្ងន់ដូច្នេះហើយបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះយើងនឹងអាចធ្វើការស្ដាប់ទាំងអស់គ្នាហើយចាត់ទុកថាវាគឺជាសារដាស់តឿនមួយសម្រាប់បងប្អូនយកទៅដាក់ចូលក្នុងជីវិតរបស់ខ្លួនឯងហើយយើងមានការប្រុងប្រយ័ត្នជាមួយនឹងការរស់នៅរបស់យើងនៅក្នុងខែ6អញ្ចឹងពាក់ព័ន្ធជាមួយនឹងអឺខែ6ដូចខ្ញុំបាននិយាយនៅក្នុងវីដេអូមុនគឺជាខែធាតុទឹកនិងធាតុភ្លើងចូលមកដូច្នេះហើយខែហ្នឹងគឺវាអត់សូវល្អស្រាប់ពីដើមមកណាអញ្ចឹងបើសិនជាបងប្អូនដែលគាត់ឆុងឆ្នាំដូចជាជូនហើយមមីដែលខ្ញុំនិយាយនេះទៀតគឺត្រូវតែប្រុងប្រយ័ត្នបានមកកម្រិតទៀតអញ្ចឹងឥឡូវនេះយើងកុំឲ្យខាត់ពេលវេលាយូរខ្ញុំសូមធ្វើការនិយាយអំពីឆ្នាំដែលសយទី1គឺឆ្នាំជូតអញ្ចឹងឆ្នាំជូតនៅក្នុងខែ6នេះខ្ញុំសូមឲ្យមានការប្រុងប្រយ័ត្នច្រើនរឿងដែរដូចជា4ទៅ5ចំណុចដែរអញ្ចឹងយើងអាចស្ដាប់ទាំងអស់គ្នាចំណុចទី1របស់អ្នកឆ្នាំជូតដែលបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ឬមួយក៏ការខាតបង់ទៅប្រាក់កាក់ធ្ងន់គឺភាគច្រើនកើតចេញមកពីពាក្យសម្ដីអញ្ចឹងបើសិនជាអ្នកកើតឆ្នាំជូតឮនៅសារមួយនេះឬមួយក៏ឮនៅវីដេអូមួយនេះសូមបន្ថយការនិយាយស្ដីរបស់យើងបន្តិចនៅក្នុងខែ6ពីព្រោះការនិយាយស្ដីរបស់យើងអាចនិយាយបានថានិយាយកាន់តែច្រើនកាន់តែខុសនិយាយកាន់តែច្រើនកាន់តែអត់បានការហើយអាចសាងទៅជាបញ្ហាឬមួយក៏កើតជាកំហុសដែលធ្វើឲ្យយើងពិបាកក្នុងការដោះស្រាយជាពិសេសគឺនៅពេលដែលយើងរកស៊ីលក់ដូរអ្នកដែលគាត់កើតឆ្នាំជូតនឹងអាចនិយាយពាក្យពេចន៍មួយចំនួនទៅធ្វើឲ្យភ្ញៀវរបស់យើងគាត់អត់សប្បាយចិត្តហើយគាត់អត់ធ្វើការទិញដែលធ្វើឲ្យយើងបាត់បង់នៅឱកាសក្នុងការស្វែងរកនៅប្រាក់ចំណូលរបស់ខ្លួនឯងដូច្នេះដូចពាក្យមួយដែលគេនិយាយថានិយាយច្រើននិយាយច្រើននិយាយខាតណានិយាយច្រើននិយាយខុសនិយាយខាតនឹងឯងអញ្ចឹងអ្នកឆ្នាំជូតគាត់ត្រូវតែបន្ថយនៅការនិយាយស្ដីរបស់ខ្លួនឯងជាពិសេសបើសិនជាគាត់បងអ្នកដែលគាត់រកស៊ីធ្វើការងារផ្នែក sale ផ្នែកលក់អញ្ចឹងនៅក្នុងនៅក្នុងខែ6នេះគួរតែបន្ថយការនិយាយស្ដីរបស់យើងបន្តិចទៅយើងធ្វើការលក់ប៉ុន្តែការនិយាយស្ដីរបស់យើងសុខចិត្តនិយាយឲ្យចំគោលដៅនិយាយឲ្យចំន័យដែលយើងចង់បង្ហាញទៅកាន់អតិថិជនរបស់យើងអាហ្នឹងគឺវាអាចជាជំរើសល្អជាងការនិយាយច្រើនរបស់យើងនៅចំណុចទី1ចំណុចទី2របស់អ្នកឆ្នាំជូតគឺបញ្ហាផ្លូវចិត្តនៅក្នុងខែ6នេះហាក់ដូចជាមិនសូវជាល្អទេមានន័យថាមិនមែន stress មិនមែនអីធ្ងន់ធ្ងរគ្រាន់តែថានៅក្នុងខែ6នេះអ្នកដែលគាត់កើតឆ្នាំជូតហ្នឹងគឺគាត់គេហៅថាគិតពីអារម្មណ៍អ្នកដទៃច្រើនហួសហេតុអញ្ចឹងឧទាហរណ៍ថាគាត់ត្រូវទៅណាប៉ុន្តែគាត់គិតថាគាត់មិនគួរទៅបើសិនជាយើងទៅម្នាក់មិត្តភក្តិនេះដឹងថាយើងមិនទៅគេអន់ចិត្តយើងអី1 2 3រហូតដល់ពេលខ្លះវាធ្វើឲ្យសម្ពាធរបស់អ្នកឆ្នាំជូតនេះគឺពិបាកនៅក្នុងការរស់នៅដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្នបន្តិចទៅលើស្ថានភាពផ្លូវចិត្តរបស់ខ្លួនឯងបើសិនជាយើងឃើញថាខែ6នេះយើងចូលមកស្រែកយើងមានការគិតទៅលើអ្នកដទៃច្រើនជាងខ្លួនឯងយើងគួរតែបន្ថយដៃបន្តិចទៅអញ្ចឹងវានឹងអាចធ្វើឲ្យសម្ពាធផ្លូវចិត្តរបស់យើងបានល្អមកកម្រិតទៀតដែរពាក់ព័ន្ធចំណុចបន្ទាប់គឺពាក់ព័ន្ធជាមួយនឹងអ្នកធ្វើការងារនៅក្នុងស្ថាប័នឯកជនឬមួយក៏រដ្ឋក្តីឲ្យតែអ្នកធ្វើការងារយកប្រាក់ខែគេខ្ញុំសូមឲ្យមានការប្រុងប្រយ័ត្នពីព្រោះកំហុសដែលកើតចេញនៅកន្លែងធ្វើការងាររបស់យើងភាគច្រើនគឺការចេញមកពីការដែលនិយាយស្ដាប់គ្នាអត់យល់រវាងយើងនិងក្រុមការងារជាមួយគ្នារវាងយើងជាមួយនឹងថ្នាក់ដឹកនាំរបស់យើងគឺសុទ្ធតែអាចមានបញ្ហាទៅលើការនិយាយស្ដីអត់យល់គ្នានឹងឯងអញ្ចឹងកំហុសមួយចំនួនក៏វាអាចកើតមានអញ្ចឹងបើសិនជាយើងហេងយើងខុសទូចអត់អីតែបើយើងជាយើងមិនល្អយើងអាចខុសធ្ងន់ខុសធំក៏វាអាចសាងទៅជាបញ្ហាមួយដែលមិនល្អសម្រាប់យើងដែរអញ្ចឹងកន្លែងនេះសម្រាប់អ្នកឆ្នាំជូតបើសិនជាយើងធ្វើការងារឲ្យគេហើយយើងអត់បានយល់ពីគោលការណ៍ពីអត្តន័យពីគោលដៅរួមរបស់អ្នកដែលគាត់ដាក់ការងារឲ្យយើងធ្វើទេខ្ញុំសំណូមពរថាសួរគេឲ្យច្បាស់ទៅសុខចិត្តត្រូវមាត់បន្តិចកន្លែងហ្នឹងក៏ប្រសើរជាងយើងទៅសាងបញ្ហាដែលធ្វើឲ្យការងាររបស់យើងហ្នឹងវាមានកំហុសខាតបង់ទាំងយើងទាំងពេលវេលាទាំងស្ថាប័នរបស់យើងអាហ្នឹងគឺជាកំណត់មួយចំណុចបន្ទាប់ទៀតគឺពាក់ព័ន្ធជាមួយនឹងស្ថានភាពសុខភាពនិងមានភាពទ្រុឌទ្រោមមានន័យថាសុខភាពចុះខ្សោយមិនមែនមានន័យថាយើងឈឺមុខជំងឺណាមួយទេគ្រាន់តែថាយើងរៀងខ្សោយរៀងអស់កម្លាំងបាទរៀងទ្រុឌទ្រោមដូច្នេះហើយវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅលើពេលវេលានៃការរកស៊ីប៉ះពាល់ទៅលើពេលវេលានៃការធ្វើការរបស់យើងអាចដាក់ច្បាប់បិទតូបមួយថ្ងៃពីរថ្ងៃក៏វាអាចប៉ះពាល់ជាមួយនឹងសេដ្ឋកិច្ចរបស់យើងដែរអញ្ចឹងយើងគួរតែប្រយ័ត្នដូចគ្នាយើងអាចធ្វើការញ៉ាំនៅអាហារដែលមានជីវជាតិបើឧទាហរណ៍ថាឥឡូវខែ6ហ្នឹងភ្លៀងអញ្ចឹងយើងអាចញ៉ាំកាទៀវញ៉ាំស៊ុបក្តៅៗបបរក្តៅៗដើម្បីធ្វើឲ្យសុខភាពរបស់យើង
វាល្អហ្នឹងអាស្រ័យទៅលើបងប្អូនដែលយើងដឹងថាសុខភាពយើងកម្រិតប៉ុណ្ណាយើងអាចថែទាំសុខភាពរបស់យើងកម្រិតប៉ុណ្ណឹងទៅគឺយើងអាចនឹងរួចផុតទៅចំណុចដែលខ្ញុំនិយាយហ្នឹងហើយមួយទៀតចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ដែលកើតចេញមកពីការល្អិតទឹកឬមួយក៏ការរលាកនៅរបស់ក្តៅដូច្នេះហើយបងប្អូនអាចធ្វើការពិចារណាខ្លួនឯងបានថានៅក្នុងខែ6នេះភ្លៀងក៏ច្រើនអញ្ចឹងបើសិនជាបងប្អូនបើកបរគួរតែប្រុងប្រយ័ត្នបន្តិចតួចទៅកុំឲ្យមានបញ្ហាហើយភ្លើងអាចលាកទឹកក្តៅលាកឆ្នាំងលាកអីផ្សេងៗអញ្ចឹងបើសិនជាបងប្អូនទៅធ្វើការទិញបាយឬមួយក៏ទៅទិញអីដែលយើងមើលទៅឃើញមានឆ្នាំងក្តៅអីយើងគួរតែដើរចេញឲ្យឆ្ងាយទៅយើងកុំសូវនៅក្បែរនឹងពេកអញ្ចឹងទេយើងនិយាយទៅវាសុខភាពយើងផងចំណុចនេះគឺជាចំណុចមួយចំនួនសម្រាប់អ្នកឆ្នាំជូតដែលខ្ញុំសូមឲ្យមានការប្រុងប្រយ័ត្នហើយដំណោះស្រាយវិញសួរថាលោកគ្រូធ្វើមិនទៅបើយើងឆ្នាំជូតខ្ញុំចង់ឲ្យវាកុំឲ្យវាអារឿងនឹងកើតឡើងខ្ញុំអាចនិយាយបានថាទី1យើងអាចធ្វើវិធីសាស្ត្រ2ទី1គឺយើងអាចញ៉ាំជាប្រភេទគេហៅថាបន្លែបាទបន្លែខៀវណាឲ្យបានច្រើនហើយប្រភេទអាហារបួសឬមួយក៏យើងហូបតែមានន័យថាតែយើងឆុងនោះវាមានជាតិឈើនៅក្នុងនឹងអញ្ចឹងយើងអាចញ៉ាំអាហ្នឹងឲ្យបានច្រើនញ៉ាំតែញ៉ាំបន្លែឲ្យបានច្រើនក៏វាអាចជួយកាត់បន្ថយដែរហើយមួយទៀតបងប្អូនអាចយកកម្លាំងបុណ្យយើងអាចធ្វើការបរិច្ចាគឬមួយក៏ធ្វើបុណ្យចែកនៅបាយម្ហូបចំនួន6នាក់មានន័យថា6ឈុតអាហ្នឹងក៏វាអាចជួយស្ដារនៅរាសីឬមួយក៏កាត់បន្ថយការពារយើងជៀសពីបញ្ហាដែលយំនិយាយមុនហ្នឹងអត់ឲ្យវាកើតឡើងច្រើនឬមួយក៏អត់ឲ្យវាកើតឡើងតែម្ដងក៏អាចថាបានដែរនេះគឺសម្រាប់អ្នកឆ្នាំជូតឥឡូវយើងចូលមកឆ្នាំបន្ទាប់ពាក់ព័ន្ធជាមួយនឹងអ្នកឆ្នាំមមីបាទឆ្នាំមមីអ្នកដែលគាត់ឆ្នាំមមីរៀងលំអិតបន្តិចអញ្ចឹងសម្រាប់អ្នកដែលគាត់កើតឆ្នាំមមីចំណុចទី1នេះគឺខ្ញុំសូមឲ្យប្រយ័ត្នហ្មងពីព្រោះអាចប្រឈមជាមួយនឹងគ្រោះថ្នាក់ដល់តាមដងផ្លូវឬមួយក៏គ្រោះថ្នាក់ចរាចរណ៍ការប៉ັດគ្រោះថ្នាក់ចរាចរណ៍វាមានគ្រប់ពេលវេលាប៉ុន្តែខ្ញុំសូមឲ្យប្រយ័ត្នបន្តិចព្រោះអ្នកមមីនេះបើគ្រោះថ្នាក់មើលឃើញស្រាលទេប៉ុន្តែអាចនឹងគ្រោះថ្នាក់របួសធ្ងន់ក៏ថាបានទេពេលណាឃើញដួលម៉ូតូអត់មានឈាមអីច្រើនប៉ុន្តែវាអាចក្រំវាអាចប្រេះវាអាចជាមានបញ្ហាធ្ងន់លើសពីអ្វីដែលយើងគិតទុកថាវាស្រាលអញ្ចឹងនៅក្នុងចំណោម10នាក់អាចមានម្នាក់ដែលប្រឈមជាមួយនឹងគ្រោះថ្នាក់តាមដងផ្លូវដូច្នេះអ្នកដែលគាត់កើតឆ្នាំមមីខ្ញុំសូមឲ្យប្រយ័ត្នបន្តិចទៅលើការបើកបរចន្លោះពីម៉ោង11ថ្ងៃត្រង់ដល់ម៉ោង12:59នាទីថ្ងៃត្រង់បើយើងនិយាយជារួមគឺម៉ោង11ដល់ម៉ោង1ថ្ងៃអញ្ចឹងចន្លោះម៉ោងហ្នឹងបើសិនជាយើងធ្វើដំណើរតាមដងផ្លូវយើងគួរតែប្រយ័ត្នឲ្យបានខ្ពស់តាមដែលយើងអាចធ្វើទៅបានតែបើសិនជាយើងអត់មានភាពចាំបាច់ទេយើងអាចចាំបាច់ធ្វើដំណើរម៉ោងហ្នឹងក៏វាល្អប្រសើរដែរហ្នឹងចំណុចទី1ចំណុចទី2អារម្មណ៍របស់អ្នកឆ្នាំមមីនៅក្នុងខែ6នេះអាចមួម៉ៅប្រែប្រួលម្ដងខ្លាំងម្ដងខ្សោយចឹងទៅវាធ្វើឲ្យពេលខ្លះគាត់ខ្លួនឯងហ្នឹងគាត់អត់យល់ពីខ្លួនឯងអញ្ចឹងពេលខ្លះគាត់រៀងអស់កម្លាំងគាត់រៀង stress ជាមួយនឹងខ្លួនឯងច្រើនអញ្ចឹងទៅវាបង្កទៅជាស្ថានភាពមួយដែលធ្វើឲ្យគាត់នឹងលែងទុកចិត្តខ្លួនឯងគាត់លែងលែងមានភាពស្មារតីស្វាហាប់សម្រាប់ខ្លួនឯងដែរអញ្ចឹងកន្លែងនេះគួរតែប្រយ័ត្នចំណុចបន្ទាប់អ្នកដែលគាត់មានបញ្ហាបេះដូងស្រាប់ឬមួយក៏អ្នកដែលគាត់កំពុងតែមានសញ្ញាណប្រឈមជាមួយនឹងបញ្ហាបេះដូងនៅក្នុងខែ6នេះគឺសូមឲ្យយកចិត្តទុកដាក់ថែទាំសុខភាពបេះដូងឲ្យបានល្អពីព្រោះអាចនឹងមានការវាយប្រហារឬមួយក៏ស្ថានភាពសុខភាពរបស់យើងហ្នឹងគឺវារើឡើងនៅក្នុងចំណុចផ្នែកដើមទ្រូងរបស់យើងអញ្ចឹងយើងគួរតែប្រយ័ត្នឲ្យបានខ្ពស់តាមដែលយើងអាចធ្វើទៅបានពាក់ព័ន្ធជាមួយនឹងការរកស៊ីអាចមានការខាតបង់ប្រាក់ចំណេញខ្លះឧទាហរណ៍ដូចជាទទួលលុយខ្លាំងៗគេលួចអវ៉ាន់ឲ្យលុយអត់គ្រប់គេជពាក់គេអត់សងគឺសុទ្ធតែជួបស្ថានភាពបែបហ្នឹងនៅក្នុងការរកស៊ីរបស់យើងអញ្ចឹងបើសិនជាយើងរកស៊ីទៅឃើញស្ថានភាពបែបហ្នឹងមិនវាច្រើនពេកយើងគួរតែរកវិធីសាស្ត្រក្នុងការដោះស្រាយហើយបើសិនជារឿងលុយកាក់យើងគួរតែរកឲ្យបានច្បាស់មុននឹងយើងឲ្យភ្ញៀវចាក់ចេញពីកន្លែងយើងអាហ្នឹងមួយដែរមួយទៀតយើងអាចប្រយ័ត្នបន្តិចពាក់ព័ន្ធជាមួយនឹងអ្នកដែលនៅក្នុងមុខរបររបស់យើងហ្នឹងមានថាបុគ្គលិករបស់យើងគឺគាត់មានចិត្តចង់លួចកេងប្រវ័ញ្ចប្រយោជន៍ឬមួយនិយាយឲ្យធំហ្មងគឺគាត់អាចលួចលុយលួចរបស់មានតម្លៃពីក្នុងក្រុមហ៊ុនរបស់យើងទាំងអស់គ្នាបានអញ្ចឹងសម្រាប់អ្នកកើតឆ្នាំមមីដែលជាតកែដែលជាម្ចាស់ស្ថាប័នម្ចាស់អង្គភាពគួរតែយកចិត្តទុកដាក់តាមដានពិនិត្យទៅលើស្ថានភាពទាំងអស់ហ្នឹងឲ្យបានល្អដើម្បីជៀសវាងការខាតបង់នូវទ្រព្យសម្បត្តិរបស់យើងណាមួយអ្នកឆ្នាំមមីបើសិនជាគាត់ធ្វើការងារមានបុគ្គលិកច្រើនមានអ្នកនៅក្រៅអាវ៉ាតច្រើនសូមឲ្យមានការប្រុងប្រយ័ត្នទីពួកគាត់នៅក្នុងខែនេះគឺអាចនឹងអាចនឹងបង្កជាព្យុះជាភ្លៀងដែលធ្វើឲ្យយើងពិបាកនៅក្នុងការដោះស្រាយអញ្ចឹងមកចំហៀងគិតរឿងពួកគាត់មកចំហៀងគិតរឿងរកស៊ីវាធ្វើឲ្យយើងពិបាកនៅក្នុងការសម្រេចចិត្តឬមួយក៏ផ្លូវចិត្តរបស់យើងការងាររបស់យើងវាកាន់តែ stress វាកាន់តែធ្ងន់សម្រាប់ឲ្យយើងធ្វើការសម្រេចចិត្តដូច្នេះហើយបើសិនជាយើងប្រទះឃើញថាបុគ្គលិករបស់យើងមានភាពជ្រួលច្បល់ណាមួយយើងគួរតែរកវិធីសាស្ត្រ
តិចឬមួយក៏ដំណោះស្រាយបែបងាយលឿនរហ័សដែលអត់មានផលប៉ះពាល់ដល់ស្រ័យវាធ្វើម៉េចឲ្យផុតខែ6សិនចាំយើងចាត់ចែងនៅក្នុងវិធីសាស្ត្រក្តៅឬមួយក៏វិធីសាស្ត្រធ្ងន់ស្រេចទៅលើយើងណាបាទអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់ចំណុចបន្ទាប់នៅក្នុងចំណោមមនុស្ស100នាក់មាន2នាក់អាចនឹងប្រឈមជាមួយនឹងបញ្ហាស្លាកអាហារឆ្លាក់អាហារហ្នឹងឬមួយក៏បញ្ហាពុលទៅលើចំណីអាហារដែលអាចប៉ះពាល់ដល់ជីវិតរបស់ពួកគាត់ដូច្នេះហើយអ្នកឆ្នាំមមីយើងគួរតែប្រុងប្រយ័ត្នតិចទៅលើការញ៉ាំអាហាររបស់យើងហើយការទំពាការលេបអាហាររបស់យើងគឺគួរតែយកចិត្តទុកដាក់ឲ្យបានខ្ពស់តាមដែលយើងអាចធ្វើទៅបានហើយអ្នកដែលគាត់មានបញ្ហាជំងឺស្បែកអាឡែហ្ស៊ីស្បែកជំងឺសើស្បែកស្រាប់នៅក្នុងខែ6នេះអាចប្រឈមជាមួយនឹងការធ្វើទុករើឡើងវិញជាមួយនឹងស្ថានភាពស្បែកទាំងអស់ហ្នឹងដែលធ្វើឲ្យគាត់ពិបាកនៅក្នុងការទទួលយកអញ្ចឹងអានេះវាជាចំណុចស្រាលទេរឿងស្បែកហ្នឹងបើសិនជាបងប្អូនដែលគាត់មានជំងឺស្បែកស្រាប់គាត់ដឹងថាគាត់មានថ្នាំគាត់មានរបៀបព្យាបាលរបស់គាត់អីចឹងគាត់អាចព្យាបាលទៅតាមស្ថានភាពសុខភាពស្បែករបស់យើងរៀងៗខ្លួនទៅក៏វាអាចជួយយើងបានមួយផ្នែកដែរអញ្ចឹងសម្រាប់អ្នកឆ្នាំមមីវិញបើសិនជាយើងចង់កាត់បន្ថយនៅសយឬមួយក៏ថាមពលមិនល្អទាំងអស់ហ្នឹងខ្ញុំសូមឲ្យបងប្អូនយកអំបិល3សភាកាហ្វេ3សភាដាក់ក្នុងថង់កូនថង់មួយអាថង់កឹបមាត់ក៏បានថង់យើងធម្មតាក៏បានដាក់ក្រោមខ្នើយកោយឬមួយក៏នៅក្រោមក្រែរបស់យើងអញ្ចឹងយើងអាចដាក់រយៈពេល1ខែពេញទៅគឺវាអាចជួយបន្សាបនៅថាមពលមិនល្អដែលចង់មកវាយលុកទៅលើរាសីរបស់យើងហ្នឹងនៅពេលដែលយើងកំពុងតែគេងហ្នឹងគឺវាមកបន្សាបតែម្ដងអញ្ចឹងកន្លែងនេះសូមឲ្យអនុវត្តបើសិនជាខ្ញុំគិតថាវាងាយទេអាចធ្វើបានបើសិនជាគាត់មានស្ថានភាពឬមួយក៏រឿងសយចិត្តចូលមកដល់គាត់ហើយនៅពេលដែលគាត់ដាក់អំបិលហ្នឹងទៅគឺនឹងធ្វើឲ្យគាត់ពិបាកគេងឬមួយក៏អាចនឹងមានហេតុការណ៍ណាមួយទូចតាចដែលចូលមកជំនួសហេតុការណ៍ធំឬមួយក៏គ្រោះថ្នាក់ធំដែលគាត់ត្រូវប្រឈមនេះគឺជារឿងធម្មតារបស់អ្នកឆ្នាំមមីដែលគាត់ស្ថិតនៅក្នុងឆ្នាំឆុងនៅក្នុងខែ6យើងចូលមកប្រធានបទបន្ទាប់ទៀតបាទពាក់ព័ន្ធជាមួយនឹងទិសសយវិញនៅក្នុងខែ6នេះយើងមានទិសសយរហូតដល់3ដែលនៅក្នុងនោះមានទិសសយធ្ងន់ស្រាលហើយនិងមធ្យមអញ្ចឹងបើយើងនិយាយអំពីទិសទី1វិញទិសខាងកើតណាទិសខាងកើតជាក់ស្ដែងនៅក្នុងឆ្នាំ2025នេះគឺមានតារាសាស្ត្រលេខ9គឺជាតារាសាស្ត្រល្អធាតុភ្លើងតារាសាស្ត្រហ្នឹងណាប្រចាំឆ្នាំតែនៅក្នុងខែ6នេះវាមានតារាសាស្ត្រអាក្រក់មួយទៀតចូលមកគឺតារាសាស្ត្រលេខ5តារាសាស្ត្រលេខ5គឺជាតារាសាស្ត្រមិនល្អទេអាក្រក់ធាតុដីអញ្ចឹងភ្លើងហើយដីគឺវាជួយបង្កើតគ្នាអញ្ចឹងយើងនិយាយថាតារាសាស្ត្រលេខ9ធាតុភ្លើងវាល្អឯងប៉ុន្តែវាឆុចផលវាជំរុញឲ្យតារាសាស្ត្រលេខ5ដែលជាធាតុដីនេះវាកាន់តែមានកម្លាំងទៀតអញ្ចឹងមានន័យថានៅក្នុងខែ6នេះទិសខាងកើតនៅពេលដែលយើងធ្វើការដំស្វានបើចំទិសចំថ្ងៃដែលហេងចំវេលាដែលហេងគឺយើងហេងខ្លាំងយកតែមែនតែបើសិនជាយើងបុកស្វានចំទិសខាងកើតចំពេលវេលាដែលសយគឺយើងនឹងសយខ្លាំងយកតែមែនតែអញ្ចឹងបើសិនជាបងប្អូនដែលគាត់ទៀមទាឬមួយក៏គាត់មិនទៀមទាទេបើសិនជាគាត់មានតម្រូវការចង់ដំស្វានជួសជុលនៅផ្នែកទិសខាងកើតនៃផ្ទះរបស់គាត់មិនថាខាងក្នុងឬមួយក៏ខាងក្រៅផ្ទះទេសូមឲ្យមានការប្រឹក្សាជាមួយនឹងចិនសាយច្បាស់លាស់មុននឹងធ្វើការជួសជុលដើម្បីយើងរើសយកវេលាដែលតារាសាស្ត្រលេខ9ឬមួយក៏តារាសាស្ត្រល្អនេះមានឥទ្ធិពលខ្លាំងជាងតារាសាស្ត្រដែលអាក្រក់ដែលធ្វើឲ្យពេលដែលយើងដំស្វាននឹងទៅវានឹងហុចផលល្អឬមួយក៏ហុចផលវិជ្ជមានមកឲ្យយើងវិញនេះគឺជារឿងមួយដែលយើងគួរតែចាប់អារម្មណ៍ហើយគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះទិសខាងកើតអញ្ចឹងផ្នែកមួយទៀតគឺផ្នែកកណ្ដាលផ្ទះនៅក្នុងឆ្នាំ2025គឺមានតារាសាស្ត្រលេខ2ចូលមកគឺជាតារាសាស្ត្រធាតុដីអាហ្នឹងតារាសាស្ត្រអាក្រក់ណាហើយនៅក្នុងខែ6នេះមានតារាសាស្ត្រលេខ7អាក្រក់មួយទៀតគឺចូលមកដែរប៉ុន្តែគឺជាធាតុមាសអញ្ចឹងតារាសាស្ត្រលេខ7ធាតុមាសនេះវាជាមួយនឹងធាតុដីបង្កើតមាសអញ្ចឹងមានន័យថាតារាសាស្ត្រពីរនេះគឺព្រួតដៃគ្នាសហការគ្នាហុចថាមពលឲ្យគ្នាអញ្ចឹងបើសិនជាបងប្អូនដែលគាត់មានការជួសជុលដំស្វាននៅក្នុងខែ6មិនមែនចាប់ដើមធ្វើក្នុងខែ6ឧទាហរណ៍ធ្វើក្នុងខែ5ក៏ដោយតែវាតមកដល់ក្នុងខែ6គឺត្រូវតែមានការប្រុងប្រយ័ត្នពីព្រោះអាចនឹងមានការឆុងរហូតដល់ត្រួតគ្នា2ដងឬមួយក៏4ដងពីព្រោះមកតារាសាស្ត្រគុណនឹង2អញ្ចឹងវាអាច4ត្រួត4គុណណាអញ្ចឹងត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានល្អហើយបើសិនជាមានការជួសជុលដំស្វានហើយបន្តមកដល់ខែ6បងប្អូនយកអំបិលមួយចានចង្កឹះហើយអង្គមកសភាបាយឬមួយក៏មកក្តាប់ដាក់នៅលើចានអំបិលហ្នឹងហើយយកទៅដាក់នៅក្បែរការដ្ឋានឬមួយក៏តំបន់ដែលយើងជួសជុលហ្នឹងទៅអាហ្នឹងវាអាចជួយកាត់បន្ថយនៅថាមពលឬមួយក៏អាហ្នឹងគេថាដូចបន្សាបដូចស្ពឹកបាទស្ពឹកនៅតារាសាស្ត្រទាំងពីរហ្នឹងកុំឲ្យវាបញ្ចេញនៅថាមពលអាក្រក់ឬមួយក៏ថាមពលឆុងហ្នឹង
មកក្នុងផ្ទះរបស់យើងប៉ុន្តែវាកាត់បន្ថយបានតែមួយចំនួនទេអញ្ចឹងបើសិនជាបងប្អូនមានការគូសដំស្វានៅក្នុងទិសនឹងហើយត្រូវតែមានការប្រឹក្សាជាមួយនឹងចិនផ្សាយឲ្យបានច្បាស់សិនដើម្បីប្រកាសថាយើងធ្វើទៅចំពេលវេលាល្អឬមួយក៏ពេលវេលាដែលមិនមានបញ្ហាអញ្ចឹងទិសទី3គឺជាទិសខាងជើងដែលជាទិសដែលមិនល្អអញ្ចឹងពាក់ព័ន្ធជាមួយនឹងតារាសាស្ត្រប្រចាំឆ្នាំគឺតារាសាស្ត្រលេខ7អាក្រក់ហើយវាមកចរនឹងមួយឆ្នាំពេញគឺធាតុមាសហើយនឹងក្នុងខែ6នេះតារាសាស្ត្រលេខ3ក៏ជាតារាសាស្ត្រអាក្រក់ទៀតវាចរមកដែរអញ្ចឹងអាក្រក់ទូនគ្នាពីរដងជាគេហៅឆុងពីរត្រួតហ្នឹងហើយតារាសាស្ត្រលេខ3នេះគឺធាតុឈើអញ្ចឹងមាសហើយឈើគឺវាពិឃាតគ្នាអញ្ចឹងមានថាអាក្រក់និងអាក្រក់គឺវាកង់គ្នាអញ្ចឹងឧទាហរណ៍ថាបើយើងធ្វើការបុកស្វានៅក្នុងទិសខាងជើងអញ្ចឹងតារាសាស្ត្រពីរហ្នឹងវានឹងប្រឈៀតគ្នាដណ្ដើមគ្នាឲ្យយើងឆុងតើយើងត្រូវឆុងម្ចាស់ផ្ទះនឹងត្រូវឆុងមួយណាពីរហ្នឹងវាត្រូវប្រឈៀតគ្នាអញ្ចឹងកាលណាដែលវាពីឃាតគ្នាដណ្ដើមគ្នាបែបហ្នឹងវាប្រកាសជាមានការប៉ះទង្គិចឬមួយក៏ការកាត់បន្ថយនៅតារាសាស្ត្រណាមួយហើយអញ្ចឹងបើសិនជាយើងកំណត់មកថានៅក្នុងទិសខាងជើងទោះបីជាឆុងពីរត្រួតប៉ុន្មានប៉ុន្តែកម្រិតនៃការឆុងវាមិនអាចធ្ងន់ធ្ងរខ្លាំងហួសហេតុពេកទេវានៅក្នុងកម្រិតមួយមធ្យមប៉ុន្តែវានៅតែអាចមានបញ្ហាដដែលគ្រាន់តែមិនធ្ងន់ណាបញ្ជាក់កន្លែងហ្នឹងអញ្ចឹងការជួសជុលដំស្វាខ្ញុំលើកទឹកចិត្តបើសិនជាអាចគុំទាន់អាចធ្វើនៅក្នុងទិសខាងជើងតែបើសិនជាធ្វើត្រូវមានការកំណត់ច្បាស់លាស់ពីចិនខ្សែដែលគាត់ជំនាញឬមួយក៏ចិនខ្សែដែលត្រឹមត្រូវបានប្រឹក្សាជាមួយគាត់សិនទៅហើយបើសិនជាបងប្អូនបានធ្វើទិសខាងជើងនឹងពីខែមុនហើយវាបន្តមកដល់ខែនេះទៀតបងប្អូនគួរតែយករបស់ពណ៌ក្រហមដូចជាកណាត់ក្រហមរបស់ក្រហមឬមួយក៏ផ្កាក្រហមយកទៅដាក់តាំងឬមួយក៏ចងនៅតំបន់ទិសខាងជើងដែលមានការដំគោះស្វាហ្នឹងទៅវាក៏អាចជួយស្ពឹកឬមួយក៏បន្សាបធម៌ពលតារាសាស្ត្រដ៏អាក្រក់ទាំងពីរនេះកុំឲ្យវាមានឥទ្ធិពលនៅក្នុងផ្ទះរបស់យើងអញ្ចឹងនៅក្នុងខែមិថុនានេះយើងមាន3ទីតាំងនេះដែលជាទិសដែលមិនល្អដូច្នេះហើយសូមឲ្យបងប្អូនយកចិត្តទុកដាក់ឲ្យបានច្បាស់លាស់ក្នុងការដំស្វានទិសទាំង3នេះចំពោះទិសផ្សេងទៀតខ្ញុំនៅតែនិយាយបានថាវាមិនចោតជាបញ្ហាអីទេចឹងបើសិនជាបងប្អូនត្រូវការដំស្វាននឹងលើកទឹកចិត្តដដែលទេត្រូវតែឆែកឲ្យបានច្បាស់សិនទៅបើសិនជាបងប្អូនជាអ្នកដែលគាត់អ្នកនិយមរឿងតារាសាស្ត្រអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេចំពោះវីដេអូនេះសង្ឃឹមថាវីដេអូនេះនឹងក្លាយទៅជាវីដេអូមួយដែលអាចដាស់តឿនបងប្អូនឲ្យមានការប្រុងប្រយ័ត្នទៅលើការរស់នៅប្រចាំថ្ងៃរបស់យើងនៅក្នុងខែ6សូមជូនពរបងប្អូនទាំងអស់គ្នារកស៊ីមានបានហេងគ្រួសារមានសុភមង្គលទាំងអស់គ្នាពេញមួយឆ្នាំឬមួយក៏ពេញមួយខែ6នឹងតែម្ដងយើងនឹងជួបគ្នានៅវីដេអូក្រោយ